គោរពជំរាបសួរអាដាមខ្ញុំងល់នរ៉ាត់ពីកម្ពុជាថ្មីអាដាមខ្ញុំមានពីរសំណួរដំបូងរបស់ខ្ញុំពាក់ព័ន្ធនឹងបញ្ហាចំនួនព្រំដែនកម្ពុជាថៃដដែលដូចគ្នាដែរសំណួរទី1ថាតើហេតុអ្វីបានជាកម្ពុជាមិនព្រមធ្វើអន្តរជាតិតូបនីយកម្មចំនួនព្រំដែនកម្ពុជាថៃឬក៏ហៅថាមិនព្រមស្នើសុំឲ្យអន្តរជាតិគ្រប់គ្រងកម្ពុជាចំពោះបញ្ហានេះហើយមួយវិញទៀតស្របពេលដែលយោធាថៃបានដាក់បន្លាលួសរាយហុំព័ទ្ធយកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរចូលជ្រៅមកក្នុងទឹកដីកម្ពុជាតើកម្ពុជាត្រូវការពារទឹកដីរបស់យើងនិងទាមទារទឹកដីដែលថៃកំពុងកាន់កាប់មកវិញនោះតាមបែបណាដែរអាដាមខ្ញុំមានពីរសំណួរនេះអរគុណអាដាមតើតើនឹងការចោទថាហេតុអ្វីមិនកម្ពុជាមិនធ្វើអន្តរជាតិនុបនីយកម្មនៃបញ្ហាទាំងអស់គ្នាគួរយល់ដឹងនៅអត្ថន័យច្បាស់លាស់របស់ពាក្យនីមួយៗអន្តរជាតិទុបនីយកម្មបានន័យថាធ្វើឲ្យសំណុំរឿងមួយคล้ายជាបញ្ហាអន្តរជាតិត្រង់នេះដោយខ្ញុំលើកឡើងរួចហើយថានៅក្នុងដំណោះស្រាយចំនួនព្រំដែនកម្ពុជាថៃមានតាំងពីដើមទីមកការជួយសម្របសម្រួលរបស់អាស៊ានការជួយសម្របសម្រួលពីសំណាក់អាមេរិកការជួយសម្របសម្រួលពីសំណាក់ចិនហេតុដែលមានអាស៊ានចូលរួមហេតុដែលមានអាមេរិកចូលរួមហេតុដែលមានចិនចូលរួមអានោះបានន័យថាបញ្ហាកម្ពុជាលែងជាបញ្ហាទ្វេភាគីហើយវាជាបញ្ហាអន្តរជាតិច្បាស់ក្រឡែតប្រកែកមិនបានរាសំណួរទី2ស្ថានភាពនៅទួលដែនកម្ពុជាថៃដើរមកដល់របត់មួយដែលទាមទារឲ្យកម្ពុជាយើងនឹងគិតជ្រៅគិតវែងឆ្ងាយលំអិតនិងបែបយុទ្ធសាស្ត្រជាទីបំផុតដើម្បីសម្រេចចិត្តឲ្យត្រូវទាមទារឲ្យទាល់តែបានមកវិញនៅទឹកដីដែលថៃកាន់កាប់គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលមិនបាច់សង្ស័យទេហើយមិនបាច់ស្ដាប់ការឃោសនារបស់អ្នកដទៃទេនោះហើយជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលតើត្រូវឬគួរទាមទារបែបណាចម្លើយស្រួលទេគ្រប់មធ្យោបាយទាំងអស់ដែលរាជរដ្ឋាភិបាលកម្ពុជាអាចធ្វើទៅបានប៉ុន្តែដោយត្រូវគិតនិងថ្លឹងថ្លែងគ្រប់ពេលវេលានិងបែបលំអិតជាទីបំផុតថាតើទង្វើនេះឬទង្វើនោះសេចក្តីសម្រេចចិត្តនេះនិងសេចក្តីសម្រេចចិត្តនោះការដោះស្រាយរបៀបនេះនិងការដោះស្រាយរបៀបនោះពិតជានាំមកនៅចំណេញច្រើនជាងការខាត់បងដែរឬទេសម្រាប់ផលប្រយោជន៍របស់ប្រទេសជាតិទន្ទឹមនេះហើយយើងបញ្ចប់ត្រឹមនេះមិនបាច់សួរអីផ្សេងទៀតទេខ្ញុំថាប៉ុណ្្នឹងក្បោះបាយគ្រប់គ្រាន់ហើយខ្ញុំចង់ឆ្លៀតជម្រាបប្រជាជាតិយើងថានៅក្នុងចំនួនបែបកម្ពុជាថៃណាមានច្រើនណាស់នៅក្នុងពិភពលោកប្រវត្តិសាស្ត្រពិភពលោកស្ដែងឲ្យឃើញថាអ្នកខ្លាំងផ្នែកយោធាមិនមែនចេះតែឈ្នះរហូតទេឧទាហរណ៍ជាក់ស្ដែងគឺករណី Timor Leste និងឥណ្ឌូនេស៊ីសម្រាប់បាននៅឆ្នាំ2002ឧទាហរណ៍មួយទៀតគឺករណីប៉ាណាម៉ានិងសហរដ្ឋអាមេរិកសម្រាប់បាននៅឆ្នាំ1999ករណី Timor Leste ករណីប៉ាណាម៉ាស្ដែងឲ្យឃើញថាពេលវេលាកលៈទេសៈប្រវត្តិសាស្ត្រការប្រើច្បាប់និងការទូតព្រមទាំងជាពិសេសការចងចាំឥតភ្លេចការចងចាំតជំនាន់សុទ្ធសឹងជាកត្តាកំណត់
រយៈពេលវែងរបស់ប្រទេសខ្សោយរបស់ប្រទេសខ្សោយជាងទៅលើប្រទេសខ្លាំងជាងបាទសូមអរគុណ